Hello hello សួស្តីអ្នកនរគ្នាមកត្រឡប់មកវិញជាមួយនឹង Lin Trading Channel អញ្ចឹងថ្ងៃនេះគឺយើង focus ទៅលើ market phase ហើយវាគឺជាវីដេអូទី1ដែលខ្ញុំនឹងធ្វើការចាប់ផ្ដើមមករៀនអ្នកនរគ្នាពីអ្វីដែលខ្ញុំបានសិក្សាអញ្ចឹងចំពោះ market phase មួយនេះគឺវាខុសពី white off SMC ឬក៏ការរៀន supply និង demand របស់យើងគឺយើង follow ទៅលើ auction market theory ដែលអ្នកទាំងអស់គ្នាអាចយកវាទៅ apply នៅពេលក្រោយបាននៅពេលដែលយើងចូលទៅដល់ order flow ឬក៏ data level 2អញ្ចឹងនៅក្នុង market គឺយើងមានទៅលើ2 market ដែល market ទី1គឺជា liquid market និង market ទី2គឺយើងហៅវាជា illiquid market យើងត្រូវតែដឹងថាlike គ្រប់យ៉ាងដែលធ្វើឲ្យ market trending ទៅលើ bull ឬក៏ bearish trend គឺយើងត្រូវការ liquid market អញ្ចឹងតើអ្វីទៅជា liquid market វាគឺជា fair price មួយដែលវាមានparty A ជាមួយនឹង party B គាត់យកព្រមគ្នាក្នុងការ buy និង sell នៅក្នុងតម្លៃមួយហ្នឹងហើយការ buy និង sell របស់គាត់គឺពួកគាត់ធ្វើការ fair price ឬក៏ liquid market ដើម្បីបាន entry ល្អជាងមុនដោយសារលុយពួកគាត់គឺច្រើនជាងយើងហើយ party A និង party B ដែលខ្ញុំនិយាយហ្នឹងគឺខ្ញុំសំដៅទៅលើពួក bank institutional market maker central bank bla bla hedge fund អីហ្នឹងគឺពួកគាត់ត្រូវការ fair price អញ្ចឹងនៅពេលដែលមាន fair price ក្នុងរយៈពេលមួយដ៏រៀងយូរគួរសមដែរដូចបើសិនជាយើងមើលទៅលើ pair euro USD ឬក៏ NQA គឺវាជាទូទៅគឺវាកើតឡើងនៅម៉ោង9កន្លះទើបចាប់ដើមមានទៅលើ reversal expansion ឬក៏ retracement ដែលស្អាត clean លឿនអ្វីដែលធ្វើឲ្យវាមានការធ្វើឲ្យ market វា clean វាលឿនគឺនៅពេលដែល market របស់យើងបានបង្កើតនៅ illiquid ឬក៏ inefficiency អញ្ចឹងនៅពេលដែលមាន liquid market យូរឬក៏មានការ consolidation យូរវាតែមានភាគីមួយ party ណាមួយដែលគាត់ធុញឬក៏គាត់ចោះចាញ់ឬក៏គាត់បានបញ្ចប់នៅអ្វីដែលគាត់ចង់ធ្វើគាត់បានplay position គាត់ហើយឲ្យ party មួយទៀត auction នៅតម្លៃទីផ្សារហ្នឹងទៅកន្លែងណាមួយហើយរបៀបមើលរបស់យើងគឺដូចទៅនឹង ICT ដែរដែល ICT គឺមើលទៅលើ liquidity pool ហើយឬក៏ low equal high equal low ក៏ប៉ុន្តែនៅក្នុង liquid market បើសិនជាយើងកាត់ឡើងមាននៅ expansion phase គឺយើងមើលទៅលើ liquid market របស់យើងអាចនឹងមាននៅកន្លែងមួយនេះហើយ market នឹងអាចហត់ទៅដល់កន្លែងមួយហ្នឹងអញ្ចឹងកន្លែងមួយហ្នឹងគឺជាអ្វីដែលយើង expected ឬក៏យើងមានលក្ខខណ្ឌមួយទៀតបើសិនជា market មានវាថាជា bull trend វា accumulate ម្ដង and then we push higher អញ្ចឹងនៅពេលដែលវាមាន market consolidation មួយនេះគឺ yeah គឺយើងចាប់ដើមមាននៅ illiquid ហើយ inefficiency របស់យើងដែលបានកាត់ឡើងគឺនៅកន្លែងមួយនេះប៉ុន្តែអ្វីដែលយើងចង់ដឹងគឺ fulfillment គឺថានៅពេលណាដែលតម្លៃទីផ្សាររ៉ាន់បើសិនជាយើងប្រើ ICT យើងប្រកាសជាមើលទៅលើ accumulation manipulation expansion ក៏ប៉ុន្តែយើងអាចមើលបានមួយរបៀបទៀតគឺជាការ auction នៅតម្លៃទីផ្សារបានន័យថាវាអាចនឹងរត់មកដល់ fair price នៅកន្លែងមួយនេះដើម្បី push ឡើងទៅលើអញ្ចឹងនៅពេលដែលមានរឿងហ្នឹងកាត់ឡើងគឺយើងត្រូវតែជួបប្រទះនៅ reversal ឬក៏ playbook បែបនេះដែល reversal តែតែកាត់ឡើងមានទៅលើ swing low ឬក៏ swing high ហើយ retracement គឺវាស្តៀកគ្នាបើសិនជាយើងផ្លាស់ប្ដូរ time frame តែបើយើងនិយាយតែពី time frame មួយ reversal នឹងកាត់ឡើងមាននៅកន្លែងបែបនេះហើយកន្លែងមួយនេះនៅពេលដែលយើងចូលទៅ time frame ទូចគឺវាដូចទៅណានេះដែរគឺវាជា reversal playbook ហើយនៅពេលដែល market មានទៅលើ fair price វានឹងហត់ទៅ fair price មួយទៀតដើម្បីចង់ដឹងថាតើកន្លែងមួយហ្នឹងនៅមាន interest ឬអត់ចូលទៅថាអានេះគឺជានៅម៉ោងអាស៊ីចុះហើយនេះគឺជា London មក New York market បានធ្លាក់ចូលទៅដល់កន្លែង consolidation មួយនៅអាស៊ីបើសិនជាមាន rejection វានឹង push ឡើងទៅលើបើសិនជាគេអត់មាន interest ក្នុងការ auctioning ឬក៏ដេញថ្លៃនៅតម្លៃមួយហ្នឹងដេញលក់នៅតម្លៃមួយហ្នឹង
ការ rejection នឹងមានភ្លាមហើយវាក៏សំដៅទៅលើ liquidity ដែរចឹង liquidity គឺមិនមែនជាអ្វីមួយដែលយើងប្រើប្រាស់វាដើម្បីរកមើលទៅលើ stop hand ឬក៏ stop hand ឬក៏ retail stop loss អីទេគឺវាជាការ auctioning ឬក៏ជាក្បួនមួយនៃការចូល market របស់ធនាគារដោយសារបើយើងប្រើប្រាស់ទៅលើ VWAP TWAP អីវាគឺជាក្បួនមួយនៃពពួកinstitutional ចូលទៅក្នុងទីផ្សារដើម្បីឲ្យមាន slip page កាន់តែទូចបំផុតអញ្ចឹងដូចយើងដឹងហើយយើងត្រូវនៅ consolidation គឺ market អត់ទៅណាទេហើយអានឹងគឺជាអ្វីដែលធនាគារចង់បាននៅពេលដែលយើងចាប់ដើមបាត់បង់ទៅលើ counterparty គឺយើងតែឃើញនៅ expansion phase គឺវាកាត់ឡើងទៅលើកន្លែង consolidation ឬក៏ជា collection ឬក៏ជា fair price មួយដែលបន្ទាប់ពី order របស់យើងបាន fair ពេញឧទាហរណ៍ថានៅក្នុងប្រអប់នេះគឺយើងបានពុះពាក់កណ្ដាលនៃ swing high និង swing low នៅកន្លែងណាមួយហើយបន្ទាប់មកគឺយើងចែកមកកណាត់ក្រោមគឺជា discount និងមកកណាត់លើគឺជា premium តែនៅខាង discount គឺយើងនឹងឃើញទៅលើ buy order ជាច្រើនហើយនៅខាងលើគឺយើងតែឃើញថាយើងមាន sell order ច្រើនជាងបើសិនជាយើងមើលទៅលើ footprint ឬក៏ DOM ហើយអាហ្នឹងគឺជាអ្វីមួយដែលយើងហៅថា premium និង discount គឺយើងឃើញការ sell នៅលើខ្ពស់ការ buy នៅខាងក្រោមប៉ុន្តែ market គឺវាអត់ទាន់រ៉ាន់ទេហើយវាមានពេលវេលារបស់វារ៉ាន់គឺដូចខ្ញុំនិយាយម្ដងទៀតអញ្ចឹងគឺនៅពេលដែលពួកធនាគារបានបញ្ចប់នៅអ្វីដែលវាចង់ធ្វើគឺទៅ market អាចរ៉ាន់ទៅបានអញ្ចឹងឧទាហរណ៍ថានៅពេលខ្លះគឺយើងអាចឃើញថា market break ទៅលើ low មួយនេះវាធ្លាក់ចូលដល់ key level អីមួយតែយើងប្រើប្រាស់វាសម្រាប់សម្គាល់ជា point of interest របស់យើងក៏ប៉ុន្តែបើយើងនិយាយតាមត្រង់ទៅវាកាត់ឡើងមានរហូតបើសិនយើងមើលទៅលើ footprint គឺយើងអាចនឹងមាន fail auction ជាមួយនឹង fail auction ក៏ប៉ុន្តែអ្វីដែលយើងដឹងគឺថាយើងមាន order នៅនេះខ្ទង់ 2000 ជាងហើយទៅពេលដែលធ្លាក់ចុះមកនេះ order របស់យើងមានគ្រប់ទៅដល់ 5000 ជាង order ដែលវាបញ្ជាក់ថាវាអត់បានបញ្ជាក់ថាតែវាជា anomaly មួយឬក៏វាជា illiquid inefficiency market មួយដោយសារយើងឃើញអ្វីមួយដែលខុសពីប្រក្រតីនៃទីផ្សារទាំងមូលនេះអញ្ចឹងនៅពេលដែលមានរឿងហ្នឹងកាត់ឡើងគឺ yes យើងចាប់ដើមឃើញនៅ aggressive buyer ចូលទិញឡើងដែលយើងបានបង្កើតទៅលើ expansion phase មួយនេះឬក៏ជា imbalance ឬក៏ជា fair value gap ជាអ្វីដែលគ្នាធ្លាប់លើពីមុនមកហើយនៅក្នុង expansion phase គឺយើងហៅថាវាជា displacement ចុះ displacement គឺប្រាប់យើងពីអីគេ displacement គឺបានប្រាប់យើងពី intention បើសិនជាយើងមាន fair price នៅលើមាន objective អីមួយនៅលើយើងឃើញ displacement គឺយើងអាចនិយាយបានថាតម្លៃទីផ្សារនឹងហត់ទៅកន្លែងមួយហ្នឹងបើសិនជាយើងប្រើប្រាស់ទៅលើ liquidity concept យើងមានដូចជា previous day high equal low session high session low ឬក៏ជា key level នៃ higher time frame ណាមួយដែលយើងគិតថាវាជា intention ដែល market ចង់រត់ទៅរកកន្លែងមួយហ្នឹងហើយបន្ទាប់ពីយើងបានចាមទៅលើ expansion ឬក៏ displacement phase ហ្នឹងហើយគឺថាយើងចាប់ផ្ដើមមាននៅ setup របស់យើងហើយគឺ retracement ឬក៏ reversal ដែលពីរនេះគឺវាដើរជាមួយនឹងគ្នានិយាយទៅពីរមួយនេះគឺវាដើរអត់សូវខ្វះគ្នាប៉ុន្មានទេបើសិនជាយើងប្រើប្រាស់ទៅលើ multi time frame analysis គឺវានឹងតាក់ទងគ្នារហូតហើយនិយាយបានថានេះគឺជា15 minute time frame ហើយនៅពេលដែល market ឆ្លៃដល់ key level របស់15 minute គឺយើងហូតទៅលើ reversal នៅក្នុង time frame ទូជាងនឹងទៀតអញ្ចឹងឧទាហរណ៍ថានៅក្នុង Bitcoin គឺជា pair មួយដែលវា liquid ជាងគេអីបើយើងនិយាយស្ដាប់ទៅយើងមើលទៅលើ daily time frame គឺយើងឃើញច្បាស់ហើយគឺយើងចាប់ដើមមាននៅ expansion phase ជាច្រើនក៏ប៉ុន្តែខ្ញុំនិយាយតែ phase នីមួយទេជានៅក្នុងកន្លែងមួយនេះអញ្ចឹងនៅកន្លែងមួយនេះគឺយើងមាននៅ expansion phase គឺយើង consolidation នៅកន្លែងមួយហ្នឹងហើយបន្ទាប់មកគឺយើងបានហត់ចោះខោមទៅកន្លែងណាមួយដែលយើងសង្កត់ថាវាជា premium ឬក៏ discount របស់យើងហើយបន្ទាប់ពីយើងមានទៅលើ fail auction ដែលយើងហៅថាជា liquidity grab ឬក៏ liquidity sweep របស់យើងអាចចេញពី low នេះឬក៏ low មួយនេះនេះគាត់ថាបន្ទាប់ពីមានរឿងហ្នឹងកាត់ឡើងហើយគឺ market អាចរ៉ាន់ទៅផ្ដាច់ high យូរហ្មងប៉ុន្តែសួរថាតើយើងអាចត្រាត់ទៅលើ low មួយនេះបានអត់
គឺថាយើងអាចត្រូវបានក៏តែយើងមិនជាអ្វីមួយដែលយើងប្រកាសទេគឺយើងចង់បាននៅ intention ជា intention របស់យើងគឺមិនប្រកាសថាវាកាត់ឡើងទៅលើ high មួយនេះទេវាអាចនឹងកាត់ឡើងនៅចុងក្រោយ high មួយនេះក៏ថាបានបើសិនជាយើងចង់ចាំ confirmation មួយដែលច្បាស់អញ្ចឹងនៅពេលដែល market ចាប់ដល់ consolidation យើងមាន expansion phase ហើយបន្ទាប់មកគឺយើងចាប់ដើមមានកន្លះដែលយើងត្រូវហើយដោយសារយើងបានបង្កើតនៅ expansion phase យើងមាននៅ inefficiency market ហើយយើងឃើញហើយថា high នេះជាមួយនឹង fair value gap នេះគឺដើរត្រូវគ្នាមែនតើនៅក្នុង daily time frame ក៏ប៉ុន្តែយើងអាចលាក់ time frame ទៅទទួលទៅទៀតហើយយើងក៏អាចសិក្សា fractal នៃ market phase របស់យើងដែរមានន័យថាបើយើងមើល4ម៉ោងក៏យើងអាចត្រាក់វាបានបើយើងមើល1ម៉ោងក៏យើងអាចត្រាក់វាបានដែរតែយើងយល់ពី framework នៃ market ភាសាការមើលទៅលើលំហូរនៃទីផ្សារគឺយើងមាន2ទី1គឺកត្តាដែលចេញពី high frequency trading bot ដែលវាជាទូទៅគឺវា move market ច្រើនមែនតើខ្ញុំមិនដឹងខ្ញុំអត់សូវប្រកាសទៅលើ Bitcoin មែនទេតែបើសិនជានៅលើ NQ គឺខ្ញុំអាចប្រកាស 100% ថា market move ដោយ high frequency trading bot ចេញពីធនាគារមកហើយពួកវាគឺជាអ្នក price ទៅលើ market ពួកវាជាអ្នក move ទៅលើ market ដែរប៉ុន្តែវាមិនមែនជាកត្តាតែមួយគត់ទេយើងមានកត្តាផ្សេងៗទៀតកត្តា hedge fund កត្តាផ្សេងៗទៀត private equity dark pool ផ្សេងៗទៀតដែលយើងអាចមើលឃើញនិងមើលអត់ឃើញអញ្ចឹងទៅពេលដែល market break ទៅលើ high មួយនេះយើងឃើញថា market គឺចង់ហត់ទៅលើ high មួយនេះហើយយើងអាចនិយាយថាយើងអាចនឹង push high បានប៉ុន្តែគឺយើងបាន instant rejection ចឹង instant rejection មួយនេះគឺជាអ្វីមួយដែលយើងនិយាយអំពី liquidity មិនមែនជាការ sweep high នេះទេវាគឺជា response ដែលយើងបានពី market មកអញ្ចឹងពេលខ្លះយើងអត់ត្រូវការវា break high ណាមួយទេគឺយើងត្រូវដឹងតែពី response របស់យើងមកបន្ទាប់ពីវាធ្លាក់ចុះក្រោមគឺវាបានបង្កើតនៅ fair value gap អញ្ចឹងយើងហ៊ានអានទៅលើ price action ឬក៏ intention របស់ market យើងធ្លាក់ fair value gap ហើយដល់មកយើង push ចុះក្រោមម្ដងយើងឡើងម្ដងទៀតយើងមក grab liquidity ទៅលើ high មួយនេះអញ្ចឹង high មួយនេះគឺជា retracement ទៅខ្ញុំនិយាយអញ្ចឹងយើងមាន reversal យើងមានទៅលើ retracement យើងមានទៅលើ retracement ហើយកន្លែងនេះគឺយើង expansion ខ្លាំងមែនតើចូលមកកន្លែងណាយើងចូលមក fair price យើងឃើញថាវា consolidation នៅក្នុងកន្លែង illiquid market មួយនេះអញ្ចឹងវាបានចោះមកនៅកន្លែងហ្នឹងគឺ expected ហើយតមកគឺយើងបាន consolidation បន្ថែមយើងបាន break high ពីរដងហើយតែយើង fail ដើម្បី break lower ដោយសារតែយើងអត់មាន displacement នៅ lag មួយនេះ yes បើសិនជាយើងនិយាយថាបើសិនយើងជាអ្នកត្រាត់ daily time frame មែនយើងគាត់ថាយើងមាន displacement នៅ lag មួយនេះដែលវាបាន disrespect ទៅលើ bullish value gap មួយនេះយើងគាត់ថាវានឹង like break lower យើងអាចនឹងចូលយើងអាចនឹងខាតក៏ប៉ុន្តែនៅពេលដែល market ឡើងទៅដល់ break high មួយនេះចូលទៅ value gap អានេះក៏ជាដូចជា value gap weekly ដែរហើយនៅពេលដែលវាចូលហើយគឺយើងបាន displacement lag ធំជាងមុនជាមួយនឹង market shift មួយដែល clean មែនតើគឺយើងចំណាយពេលតានិយាយថាមួយអាទិត្យទេដើម្បី break ទៅលើ low មួយហ្នឹងយើងបង្កើតនៅ intention របស់យើងគឺ displacement fair value gap របស់យើងហ្នឹងហើយយើងឃើញថាយើងបាន push ទៅក្រោមរហូតទោះថាយើង expansion ពីកន្លែងហ្នឹងទៅកន្លែងមួយណាគឺ fair price ម្ដងទៀតដែរ consolidation អញ្ចឹងការមើលគឺយើងអាចប្រើប្រាស់ concept មួយនេះបានវាងាយស្រួលជាងបើសិនជាយើងពេលខ្លះយើងមានការភ័ន្តច្រឡំយើងឃើញ low យើងជា target យើងមានបញ្ហា psychology ខ្ញុំអាចនិយាយបានថាtheory មួយនេះឬក៏ការ simplify នៃ auction market theory មួយនេះនឹងអាចជួយអ្នកបានច្រើនដូចយើងនិយាយតែអញ្ចឹងគឺទី1គឺយើងចង់ឃើញទៅលើ liquid market ហើយនៅពេលដែលយើងមានទៅលើliquid market ក៏យើងនឹងចាប់ផ្ដើមចាំនៅ expansion ឬក៏ displacement ហើយយើងចាប់ផ្ដើម trade បានហើយចុះបើសិនយើងធ្លាក់ទៅលើ lower time frame យើងអាចសិក្សាពីកន្លែងមួយនឹងបន្តបានដូចនៅក្នុង daily យើងដឹងថាយើងនៅក្នុង phase អីគេគឺ consolidation collection ឬក៏ fair price
ចឹងនៅពេលដែលយើងដឹងថាវាជា fair price គឺយើងគួរតែប្រុងប្រយ័ត្នក្នុងការ trade គឺយើងគួរ force ខ្លួនឯង trade ទេជាពិសេសវានៅក្នុង daily time frame គឺថានៅពេលដែល market នៅក្នុង fair price គឺវាធ្វើដំណើរយឺតមែនតើគឺមិនមែនដោយសារតែអត់មានគេ buy ឬក៏ sell ទេគឺដោយសារតែនៅពេលដែលមានគេ buy យើងមានអ្នក sell ភ្លាមយកមកគឺវា fair price មែនតើចឹងនៅពេលដែលវាមានអ្នកទប់នៅតម្លៃមួយហ្នឹងគឺទីផ្សារវាអត់ទៅណាទេរហូតតតែមាន counterparty ណាមួយដែលវា exhausted ទៅតម្លៃទីផ្សារអាចនឹងរត់ទៅបានឬក៏មាន counterparty ណាមួយដែលទទួលក្នុងការ transaction នៅក្នុងតម្លៃមួយដែលពិបាកទទួលយកនិយាយស្ដាប់គឺ spread ហ្នឹងឯងចឹងពេលខ្លះគឺ spread យើងហ៊ានធំយើងអត់ចង់ trade ទេប៉ុន្តែយើងអាចមានអ្នកខ្លះដែលហ៊ាន trade បានដោយសារនៅក្នុង market យើង trade ជាមួយ broker គឺ broker ជាអ្នកគឺជា market maker ប៉ុន្តែចំពោះធនាគារគឺយើងមាន Citatel មានអីផ្សេងៗទៀតដែលដើរតួជា market maker ហើយពួកគេជាអ្នក offer price ចឹងពេលខ្លះលុយធំពេកគឺយើងត្រូវតែហៅ party ផ្សេងដែរមិនមែនតាម market maker ទេគឺយើងហៅពីអ្នកលក់ផ្សេងអ្នក offer ទៅលើ passive liquidity ផ្សេងទៀតហើយពួកគេគឺជា aggressive order aggressive order គឺជា order មួយដែល move market ហើយ passive order គឺមិនមែនជា liquidity មួយដែល move market ទេវាជាពពួក market provider liquidity provider វិញក៏ប៉ុន្តែវាក៏ដើរតួសំខាន់ដែរនៅពេលដែលយើងចាប់ដើម trade ហ៊ាន trade ពី reversal ឬក៏មាន reversion គឺយើង focus ទៅលើ passive liquidity ខ្លាំងមែនតើដូចជាការមើលទៅលើ absorption data divergence ផ្សេងៗគឺវាជួយឲ្យយើងដើម្បីចាប់ reversal កន្លែងល្អមែនតើពី market ដូចនៅក្នុងនេះគឺអឺ wait យើងមាន daily fair value gap មួយគឺនៅកន្លែងមួយនេះយើងបាន displacement ផ្ដាច់ low មួយនេះចឹងវាបញ្ជាក់ថា intention របស់យើងគឺយើងអត់សូវចង់ឡើងលើមែនទេ yes យើងអាចមាននឹងការ retrace ដូចយើងមើលនៅក្នុង weekly គឺយើងឃើញថាយើងមានការ retracement ហើយនៅពេលដែលយើងធ្លាក់មក daily គឺយើងឃើញថា liquidity graph បន្ទាប់ពីការ auction គឺយើងឡើងទៅលើដើម្បីអាចនិយាយថាយើងតេស្តក្នុងការ push ឡើងទៅលើហើយយើងបាន fail ក្នុងការ auction higher ហើយនៅពេលដែលយើង fail ភ្លាមគឺយើងបានតម្លាក់នៅ bearish fair value gap មួយទៀតហើយយើងក៏បាន disrespect ទៅលើ bullish fair value gap នេះដែរក៏ប៉ុន្តែក្នុងលក្ខខណ្ឌនេះ bullish fair value gap មួយនេះគឺយើងអត់សូវខ្វល់ទេហើយមកយើងអត់សូវខ្វល់ដោយសារតែវាចេញពី consolidation វាគ្រាន់តែជាការស្ដាប់គឺ for breakout អញ្ចឹង bullish fair value gap មួយនេះគឺវាអត់ទាន់ពេញលេញមែនទេជាទូទៅ market ត្រូវតែ follow flow របស់យើងដែលយើងហៅ ICT យើងដឹងគេតែហៅវាថាវាជា manipulation ឬក៏យើងអាចហៅវាមួយទៀតគឺជា fail auction បើសិនជាខ្ញុំគូទៅលើបើខ្ញុំ profile ពីឆ្វេងទៅស្ដាំអ្វីដែលយើងឃើញថាយើងមាន line ពណ៌ខ្មៅមួយពណ៌ខ្មៅពីរនៅខាងក្រោមនិងនៅខាងលើដែលអ្វីដែលយើងឃើញថាដាក់ wick ដែលយើងឃើញ wick របស់ candle ដែលយើងឃើញវាគឺជា fail auction នៃ market ទាំងអស់ក៏ប៉ុន្តែយើងមាន candle មួយដែលវាបាន over extend ខ្លាំងមែនតើហើយវាក៏ត្រូវបានគេ absorb អញ្ចឹងអានេះគឺជា wick ហើយយើងឃើញថាយើងមាន volume នៅកន្លែងមួយដើម្បី push ទៅលើ market យើងមាន volume រៀងគួរសមដែរដើម្បី push ទៅលើ market បែរថានៅកន្លែងមួយនេះគឺមានការ absorption ក៏ប៉ុន្តែដូចនិយាយម្ដងទៀតកន្លែងមួយនេះគឺជា consolidation វាជា fair price មួយដែលពួកគេបាន agree ក្នុងការ trade ហើយនេះហើយបានជាវានៅក្នុងតម្លៃឬក៏ range មួយនឹងបានយូរខ្លាំងជាបើសិនជាយើងធ្លាក់នៅ1ម៉ោងគឺយើងចាប់ដើមប្រើប្រាស់ concept ហ្នឹងរៀងផ្សេងតិចហើយគឺយើងយល់ពី intention ដូចនៅក្នុងកន្លែងមួយនេះចឹងយើងយើងមាននៅ fair price ច្រើនមែនតើក៏តែយើងមើលយើងត្រូវរកកន្លែងណាមួយដើម្បីបង្កើតនៅ narrative របស់យើង narrative របស់យើងគឺយើងបាន auction ពី low នេះទូទៅដល់លើនេះហើយយើងបាន fair price យើងក៏ auction មកវិញតែក្នុងការ auction មកខាងក្រោមទៅរហូតទៅដល់ discount area នៅក្នុង discount area យើងឃើញថាយើងមាន bearish candle ខ្លាំងមែនតើហើយតមកយើងក៏បាន aggressively មែនតើគឺ push ឡើងទៅលើមក premium ហើយយើងបានតឡើងនៅ fair price របស់យើងចឹង fair price របស់យើងគឺមានពីរទី1គឺនៅកន្លែងមួយនេះហើយបន្តមកគឺយើងមាននៅលើនេះបន្តមកគឺយើងមាននៅលើម្នាក់ការ consolidation ក៏ប៉ុន្តែអ្វីដែលយើងចង់បានគឺទី1 yes again wait higher time frame ទី2យើងចង់ដឹងពី intent របស់ market
ចឹងនៅកន្លែងមួយនេះគឺយើងចាប់ដើមមាននៅ displacement គឺជាអ្វីដែលយើងចង់បានដូចការ push up មួយនេះគឺមិនមែនជាអ្វីដែលយើងចង់បានទេ intention របស់យើងគឺអត់ដឹងថាវាហត់ទៅ high នេះអត់ទេឬក៏ high ផ្សេងៗទៀតអត់ទេក៏តែនៅពេលដែលយើងមាន displacement មួយនេះតែ push ឡើងទៅលើហើយយើងឃើញថាមាន rejection ពី key level ដែលយើងស្គាល់ supply demand order block support និង resistance នៅពេលដែលយើងបានប៉ុណ្ណឹងហើយយើងឃើញថាមិនយើងមាន response ចេញពីកន្លែងហ្នឹងមកហើយយើងក៏បានបង្កើតនៅdisplacement expansion នៅពេលដែលមាន displacement និង expansion ហើយគឺជាកន្លែងមួយដែលយើងចាប់ដើម frame ទៅលើ setup របស់យើង setup របស់យើងនេះគឺចំណាយពេលយូរដែរហើយវាបានធ្លាក់មកដល់ order block នេះវិញមុននឹងវា push ឡើងទៅលើមកបដាច់ daily range high ហើយបន្ទាប់មកក៏យើងមាន reversal ភ្លាមៗតែម្ដងចំណាយពេលយ៉ាងនៅក្នុងថ្ងៃពុតយកតែម្ដងគឺយើងមាន reversal យើងមាន displacement អត់សូវ clean ទេតមកយើងបាន option ដើម្បីចោះចូលទៅក្នុង efficiency market ឬក៏យើងអាចនិយាយថាវាជា range មួយនេះតែម្ដងចឹង range មួយនេះគឺយើងឃើញថាមិននៅពេលដែល market ចូលមកដល់គឺយើងបាន agree ក្នុងការ option ឬក៏ agree ក្នុងការទិញលក់វាជា fair price មួយហើយនេះគឺជាអ្វីមួយដែលធ្វើឲ្យ market ចាប់តែមានការ consolidation ក៏ប៉ុន្តែវាបានទៅលើហើយទៅក្រោមទៅពី premium ទៅ discount និងពី discount ទៅ premium ដូចទៅនឹង rule របស់ AMT ឬក៏ ICT ដែរ premium និង discount array market delivery តាពី price ទេហើយតមកនៅពេលនៅកន្លែងមួយនេះគឺយើងចាប់តាមឃើញនៅ follow up របស់យើងគឺទី1វាដូចជា reversal ដែរទី1គឺយើងបានមកតេស្តទៅលើ low មួយនេះហើយ reject យើងបង្កើតនៅ displacement fair value gap យើង retest យើង push up higher ចឹងនៅពេលដែលយើងបាន fair value gap មួយដែល push up higher វាជាអាចជា sign មួយដ៏ល្អដែរដែលប្រាប់យើងថា fair value gap នេះក៏អាច push higher ដែរអានឹងគឺជាអ្វីមួយដែលយើងអាចសន្និដ្ឋានបានហើយយើងអាច target ទៅលើអីគេ fair price again fair price របស់យើងនៅណានៅកន្លែងមួយនេះអញ្ចឹង either បើសិនយើងអាច target ទី1គឺនៅ low មួយហ្នឹងវាដូចជាអ្វីដែលយើងបានដឹងហើយថាយើងអាច target ពួក OTE បើសិនជាយើងធ្លាប់រៀន ICT ម្ដងក៏តែយើងអាច target low មួយហ្នឹង partial យើងឃើញថាមាន acceptance ឬក៏យើងអាចហ៊ាន hold ដែរយើងឃើញថាវាមានការ consolidation ឬក៏ការចំណាយពេលនៅនឹងនៅយូរយើងអាច confirm បានថាអ្វីដែលយើងអាចកាត់ឡើងមានឡើងគឺ expansion អត់អាច reversal ទេដូចនេះអាចទៅមើលខាវីដេអូថតក្រោយវិញបានមើលទៅលើ market phase របស់យើង market របស់យើងនឹង run ចេញពី liquid market ដែល liquid market របស់យើងគឺជា fair price ឬក៏ consolidation ទៅមកគឺយើងនឹងមាន expansion ហើយបន្ទាប់ពីមាន expansion ហើយតើយើងអាចនឹងមាន reversal ឬក៏ retracement នៅលក្ខខណ្ឌមួយនេះគឺយើងអាចនឹងមាន expansion បើសិនជា market ជ្រើសរើសក្នុងការនៅតម្លៃមួយហ្នឹងរៀងយូរគឺយើងអាចប្រាច់ទៅដល់710000តែបើសិនជាយើងឃើញ instant rejection ឬក៏វាជាការ rejection ដោយសារតែវាអត់ចង់ចំណាយពេលនៅកន្លែងមួយហ្នឹងយើងអាចនឹងមានពីរបៀបផ្សេងៗទៀតគឺទី1គឺ push ទៅដាច់យកតែម្ដងហើយទៅពេល market push ដាច់បែបហ្នឹងគឺយើងអត់គួរត្រាទេគឺយើងពិបាកត្រាណាស់គឺយើងគួរតែចាំទៅលើ price ចាប់ដើម discovery ទៅលើ fair value បានថាយើងចាប់ដើមនៅ consolidation area ម្ដងទៀតគួរឲ្យបាក់ត្រាមែនតើតែដូចខ្ញុំនិយាយម្ដងទៀតបើសិនជាតម្លៃទីផ្សារ consolidation នៅកន្លែងមួយនេះគឺយើងមាន set up របស់យើងមកតង់ទៀតបើអត់ទេគឺយើងត្រូវចាំ consolidation expansion ហើយទៅយើងហៅ set up តាមក្រោយម្ដងទៀតចា៎នេះគឺជាភាពខុសគ្នាវា consolidation ដូចគ្នាក៏ប៉ុន្តែការ frame ទៅលើ set up របស់យើងគឺខុសគ្នាដោយសារយើងត្រូវតែយល់ពី intention របស់ market ដូចនៅកន្លែងមួយនេះហើយបើយើងនិយាយថាយើងត្រូវចាំ expansion ហៅ set up ដោយសារវាអាចនឹង reversal ចុះក្រោមវិញបានវាអាចធ្វើចឹងបានហើយយើងក៏អាចខាត់វាបានដែរយើងមានថាត្រាត់តាម flow ដែលយើងមើលឃើញត្រាត់តាម flow ដែល market បានឲ្យយើងហើយចំពោះ concept មួយនេះគឺខ្ញុំអាចនឹង continue ទៅថ្ងៃក្រោយទៀតដោយសារវាមិនមែនជា concept មួយដែលបញ្យល់មួយថ្ងៃចេះទេហើយនៅវីដេអូក្រោយទៀតក៏ខ្ញុំនឹងធ្វើការបង្រៀននៅ PD អីទៅឲ្យអ្នកទាំងអស់គ្នាដែរហើយពី market depth ឲ្យបានច្បាស់ជាងមុនអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹង and see you guys yeah see you